អូនេះខ្នោពីរផ្លែយ៉ាងយើងត្រូវកាត់មួយទុកមួយបាទយើងកាត់នេះចេញទៅច្រើនពេកទេទុកច្រើនវាអត់ធំយ៉ាងអាពីរនេះគឺយើងត្រូវជំរុះវាចេញមួយដែរបាទនេះប៉ែនបាទបងបាទចោលទៅយ៉ាងនេះយើងត្រូវកាត់វាចោលមួយដែរយើងទុកតែមួយបានហើយដើម្បីឲ្យខ្នោយើងវាធំល្អនេះក៏យ៉ាងដែរយើងត្រូវកាត់វាចេញចឹងហ៎នេះដកដាក់វាទុកវាទេទុកក៏វាអត់កើតដែរបាយទុកវាទៅធប់នោះងាប់ដើមបាត់